អ្វីដែលបងប្អូនធ្វើអ្វីដែលបងប្អូនបាននិទេសចំពោះមុខគឺមិនមែនបានមកដាច់ដោយឡែកទេគឺមិនមែនបានដោយការខិតខំប្រឹងប្រែងរបស់បងប្អូនមិនមែនបានដោយសារការគាំទ្រផ្ដល់ភាពកក់ក្ដៅពីឪពុកពីម្ដាយតែប៉ុណ្ណោះទេមិនមែនបានមកត្រឹមតែមកការបង្ហាត់បង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូយើងទេបានទាំងអស់គ្នាបាទទីមួយគឺអ្នកអត់បានដេកបានពួនហ្នឹងគឺគណៈអភិបាលចុះការងារសន្តិសុខស្ដាប់ធ្នាប់នៅខេត្តរបស់យើងមានការអីគណៈអភិបាលមន្ត្រីជុំវិញខេត្តរបស់យើងនេះគឺអត់បានដេកអត់ពួនទេហើយខ្ញុំតែងតែរំលឹកខ្លួនខ្ញុំថានេះគឺជាគុណតម្លៃនៃមន្ត្រីរាជការស៊ីវិលដែលនៅលើពិភពលោកมันមានប្រទេសច្រើនទេមានចឹងអញ្ចឹងខ្ញុំទោះបើឥឡូវនេះខ្ញុំកាន់ការងារជាកិច្ចការនយោបាយក៏តែខ្ញុំនៅតែជាមន្ត្រីរាជការស៊ីវិលរបស់កម្ពុជាហើយខ្ញុំតែងតែរំលឹកខ្លួនឯងថានេះគឺជាគុណតម្លៃរបស់យើងហើយនេះគឺជាស្មារតីមួយគឺជាគុណតម្លៃមួយនៃមន្ត្រីរាជការស៊ីវិលរបស់កម្ពុជាបងទាំងអស់ហ្នឹងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ក្រមប្រឹក្សាក៏ដូចជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈអភិបាលនិងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការជុំវិញសាលាខេត្តស្រុកទាំងអស់បងមើលប្រសិទ្ធរបស់យើងថ្ងៃនេះផ្សេងហេដ្ឋារចនាសម្ព័ន្ធកាលនោះអាយដាមបកយុរដ្ឋមន្ត្រីជាសភារាលោកដឹកនាំធ្វើបងចម្រើនជាអភិបាលខេត្តកាលសម័យនោះដឹកនាំអនុវត្តឥឡូវផែពូឈុនថ្ងៃមុនលោកបាននិយាយក្នុងវីដេអូហើយគឺយើងនឹងបរិចផែរបស់យើងនេះឲ្យទៅ17.5 ម៉ែត្រតែកប៉ាល់ខ្មែរយើងលែងចាំបាច់ទៅឆ្លងកាត់សិង្ហបុរីលែងឆ្លងកាត់ឡំច្បាំងរបស់ថៃលែងឆ្លងកាត់របស់ផែផ្សេងហើយគឺយើងចេញពីផែយើងទៅគេមកផែយើងហ្មងហើយបើសិនជាយើងដឹកនាំមិនត្រឹមត្រូវទេផែរបស់យើងនេះมันអាចជាច្រកចេញចូលទៅមួយរបស់កម្ពុជាទេតែឥឡូវយើងធានាបាននៅតំណែងទាំងដឹកចូលទាំងដឹកចេញយើងធានាថាដង្ហើមសេដ្ឋកិច្ចរបស់យើងដើរសន្តិសុខស្រាប់ធ្នាប់យើងធានាបានក្នុងខេត្តរបស់យើងទោះបីមានរឿងតិចតួចក៏ដោយក៏តែខ្ញុំសុំថាយើងឈាន3ជំហាន4ជំហានថយក្រោយមើលបើប្រៀបទៅស្ថានភាពជារួមរឿងកើតម្ដងមកកៅវាកើតតែយើងអត់មានទៅបដិសេធទេក៏តែសួរវាប៉ះពាល់ទៅដល់ស្ថានភាពសន្តិសុខទាំងមូលអត់ទេចឹងអានេះហើយដែលថាជាគុណតម្លៃនៃមន្ត្រីរាជការស៊ីវិលបូកទាំងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលប្រឹងប្រែងធ្វើកិច្ចការនេះ